អូខេក្បាច់ទាំងអស់ដេញខ្ញុំប្រហាត់សាំងឈីខ្ញុំចង់ប្រហាត់កូនខ្មែរនៅស្រុកខ្មែរឲ្យប៉ាកែវាយនៅលើភាពយន្តខ្ញុំដឹងថាក្បាច់គុណខ្មែរប៉ាកែវាយលើខ្សែវៀនប៉ុន្តែក្បាច់គុណដែលយើងបញ្ចេញនៅភាពយន្តខុសពីវាយមែនតែនមិនមានន័យថាយើងដូចវាយលេងទេប៉ុន្តែវាដូចឧបមាថាពេលយើងរាំមានក្បាច់ hip hop មានរាំក្បាច់ផ្សេងយើងតោះរៀនក្បាច់ទាំងពីរពេលយើងរាំក្បាច់ hip hop ល្អយើងក៏អាចរាំក្បាច់មួយទៀតល្អវាជួយគ្នាប៉ុន្តែវាមិនដូចគ្នាបេះបិទទេបាទអញ្ចឹងតោះចាប់ផ្ដើមអូសំទោសអត់បាននិយាយមីក្រូហ្វូននេះខ្ញុំមើលស៊ីមូលីអូអ្នកតួដេញដើរធ្វើសាំងឈីខ្ញុំពងប្រហាត់គាត់រៀនទៅបានមួយខែអញ្ចឹងនឹងគ្រាន់បើគាត់ខំហាត់មែនទែនហើយគាត់មានទេពកោសល្យខាងកុងហ្វូផងខ្ញុំអត់ចង់បរៀនលោតកឡាប់ខ្លួនអីទេព្រោះអីខ្លាចថាពេលខ្ញុំអត់នៅហើយក្មេងៗរៀនអញ្ចឹងអាចឆ្លោះដៃឆ្លោះជើងអាចបាក់កខ្ញុំអត់ចង់បរៀនទេថ្ងៃមួយខ្ញុំចង់យកក្រុមរបស់ខ្ញុំទៅបរៀនផ្ទាល់ហ្មងបាទសំទោសប៉ុន្តែខ្ញុំគ្រាន់តែបរៀនខាងវាយមិនឲ្យវាល្អមើលភាពយន្តហើយអ្វីដែលខ្ញុំបង្ហាញគឺខ្ញុំច្នៃប្រឌិតខ្លួនឯងនេះជាវប្បធម៌របស់ខ្មែរព្រោះខ្ញុំខ្មែរហើយជួយចែករំលែកឲ្យសង្គមយើងឲ្យដឹងថានេះជារបស់ខ្មែរកុំឲ្យគេយកបើគេយកគឺយើងអត់ដឹងធ្វើម៉េចដែរព្រោះអីតាមពិតពីយូរណាស់ហើយប្រទេសនីមួយយកពីគ្នាតើបាទឲ្យទៅប្រើបានគេយកពីគ្នាអត់សូវចិត្តចៀតថានេះរបស់អញនេះរបស់នោះអីលើដឹងមិនបានទៅជាចិត្តជ្រអៀតជាងមុនប៉ិនបាទតោះមើលខ្ញុំនិយាយនេះថាខ្ញុំនឹងបង្ហាញអ្វីដែលខ្ញុំបរៀនសាំងឈីទាំងអស់ហើយខ្ញុំនិយាយនេះ fancy up all your blocks មានន័យថាកុំក្រក់កុំកន់ផាត់ឲ្យបញ្ចេញក្បាច់ធម្មតាបញ្ចេញយ៉ាងម៉េចឲ្យវាល្អមើល Don't be basic level 1អានឹងយើងយក example ផាត់ចេញក្រៅតាមពិតផាត់ទាំងអស់ហ្នឹងចេញក្រៅចូលក្នុងទៅលើទៅក្រោមក្បាច់ពីប្រទេសណាក៏មានមិនតែធ្វើម៉េចឲ្យវាល្អមើលតោះមើលទៅទៀត The line's not interesting level 2ពេលផាត់ហើយវាចេះវាអត់សូវល្អមើលបានខ្ញុំថា level 2 step 2 when you block create that line ឲ្យពេលផាត់បញ្ចេញតម្រង់យ៉ាងម៉េចឲ្យវាទៅមុខមើលជើងខ្ញុំអត់ឃើញទេប៉ុន្តែសំបីតែជើងខ្ញុំក៏វា dynamic ខ្ញុំអត់ដឹងហៅយ៉ាងម៉េចប៉ុន្តែកុំឲ្យផាត់ធម្មតាផាត់ទៅមុខឬមួយទៅក្រោយទៅមុខទៅក្រោយ
កុំឈរត្រង់ Okay. Level 2. Level 3. Precision. You have to block wrist to wrist. ពេលខ្ញុំថា level 3 ពេលយើងផាត់កដៃយើងតើផាត់កដៃគេបានវាស្អាតពេលយើងផាត់ហើយគេដាល់មកហួសយើងផាត់ដល់នេះមើលទៅដូចវាយើងអត់មានខំខ្ញុំមិនដឹងនិយាយថាម៉េចវាអត់សូវស្អាតណាបាទដូចយើងផាត់ខុសអញ្ចឹងបើយើងផាត់ខុសយើងមិនមែនអ្នកខ្លាំងបកែបាទមក Or else it reads like you missed. Level 4. level Shoulder 4 press down. Looks like you have mastery. Not unsure. Right? It takes time. level ទី4ខ្ញុំនិយាយថាស្មាយើងសំខាន់ណាស់ព្រោះអីបើមើលស្មាយើងអ្នកឈរអញ្ចេះមានន័យថាអត់សូវបកែបានឈរអោនប៉ុន្តែអ្នកខ្លាំងបកែគេឈរត្រង់គេដាក់ស្មាគេចុះមានន័យថាពេលយើងខ្ញុំដឹងថាក្បាច់យើងចូលចិត្តយកស្មាមកខាំងផ្គៀមកុំឲ្យគេវាយចំប៉ុន្តែខ្ញុំខិននិយាយថាចេះស្មាហ្នឹងនៅក្រោមឬមួយនៅលើកុំដាក់នៅកណ្ដាលអាហ្នឹងដូចយើងអត់ sure ថាវានៅលើឬនៅក្រោមអញ្ចឹងបើយើងវាយបើដាក់លើបើដាក់ក្រោមដាក់ឲ្យវាច្បាស់លាស់កុំឲ្យស្មានគេមើលទៅយើងហាត់ច្បាស់លាស់យើងមិនហាត់លេងណាប៉ុន្តែពេលស្មាយើងអត់ប្រកបវាដូចយើងធ្វើលេងតើយើងវាយឬមួយយើងវាយគ្នាលេងខណៈខ្ញុំមានបទពិសោធន៍ច្រើនខ្ញុំពិចារណាទៅស្មាយើងសំខាន់ណាស់មានសំខាន់ច្រើនអញ្ចឹងបានខ្ញុំមាន step ច្រើនខ្ញុំចង់ចែករំលែកជាមួយបងប្អូនពិសេសបងប្អូនដែលចង់លេងភាពយន្តឬមួយសម្ដែងនៅលើឆាកអី Level 5 is hard. It has an intro, move, outro. What I mean is when you have level ទី5មើលវីដេអូខ្ញុំសិនប៉ុន្តែពិបាកយល់បន្តិច time during the film fight, in between a move, you intro. And then when I do intro, I do a full ផាត់យ៉ាងម៉េចដេញកុំប្រើតែដៃប្រើតាគៀកយើងមានន័យថាយើងត្រូវហាត់រៀនផាត់ទាំងអស់ហ្នឹងហើយក្បាច់ទាំងអស់ត្រូវចេញពីនេះចាំខ្ញុំធ្វើវីដេអូផ្សេងបង្ហាញផាត់ទាំងអស់ហ្នឹងប៉ុន្តែឧបមាថាពីយើងផាត់ចេញក្រៅបើមើលផាត់ចេញក្រៅគ្រាន់តែធ្វើចេះផាត់ចេញក្រៅសូម្បីដាក់ដៃចេះក៏ផាត់ចេញក្រៅបកតោមានហើយដល់វិញយើងអាចយើងផាត់ចេះអត់បានព្រោះអីនេះគឺសិល្បៈមើលទៅខ្លាំងមើលទៅស្អាតបើយើងមើលទៅធម្មតាពេកមើលប្រដាល់ក៏បានប៉ុន្តែអានេះគេមើលរឿងគេត្រូវតែ
ខ្លាំងបកែជាងធម្មតាទៀតធម្មតាច្រើនពេកមិនបានទេអញ្ចឹងតើអ្វីដូចយើងជា Superman បាទអូខេមក so ខ្ញុំនិយាយថាធ្វើដៃឲ្យវាវងហើយចាំផាត់ហើយไปផាត់យ៉ាងម៉េចឲ្យស្អាតតើរៀនបញ្ចាំវីដេអូផ្សេងចាំខ្ញុំបង្ហាញតោះទៅទៀត Full hip turn. Number 6, head position. I'm gonna turn this way. ទី6 So we can't just block like this. Our head position. ក្បាល Are we dodging? Do Có. you know what's coming? Number 7. កយើងយ៉ាងម៉េចมันអាចធម្មតាធ្វើម៉េចក៏មុខគណៈធម្មតាมันអាចទេកយើងត្រូវប្រើឲ្យបង្ហាញកាមេរ៉ាយើងគិតយ៉ាងម៉េចយើងពងធ្វើអ្វីហើយភ្នែកហើយមុខមាត់បង្ហាញថ្មិញខ្លះកុំធម្មតាពេកព្រោះអីគេមកមើលរឿងគេមិនមកមើលធម្មតាទេបាទអរគុណទី6គឺ head position Are we dodging? Do we know what's coming? Number 7, change the rhythm. Like boom, I'm already loaded. ទី7ពេលវាយគ្នាចង្វាក់របស់វាយគ្នាมันអាចប៊ុំអាហ្នឹងវាធម្មតាត្រូវតែវាយចង្វាក់យ៉ាងម៉េចពេលគេលឺទៅខណៈលឺជាមួយតិចប៊ុំឲ្យវាធ្វើឲ្យគេ exciting ដឹងហៅយ៉ាងម៉េចអូអញ្ចឹងពេលខ្ញុំវាយម្ដងបាក់ឲ្យធ្វើម៉េចឲ្យវាមើលដូចបកែអញ្ចឹងមានយឺតមានលឿនណាបាទមានលឿនមានយឺតបាទចង់និយាយអញ្ចឹងមានអីច្រើនណាស់ត្រូវនិយាយប៉ុន្តែបើខ្ញុំនិយាយអត់អស់ថ្ងៃនេះតែប៉ុណ្្នឹងសិនបើមានសំណួរអីសូមសួរនៅលើ YouTube ខ្ញុំអានស្រួលជាងគេមានបកប្រែល្អជាងអរគុណទាំងអស់គ្នាដែលបានទស្សនាបាយបាយ